សម្រាប់បងប្អូនដែលជា content creator ឬក៏ជាអ្នកថតវីដេអូឬក៏ជាអ្នកថតវីដេអូដូចខ្ញុំមិនគួរមើលរំលង Mic HoloLens Max 2X Mini ទេមិនត្រឹមតែថតសម្លេងបានល្អថែមទាំងកាត់សម្លេងរំខានបានល្អថែមទៀតផងតោះទៅមើលវីដេអូតេស្តសម្លេងនៅខាងក្រៅទាំងអស់គ្នាអ្នកទាំងគ្នានេះជាវីដេអូដែលថតចេញពីសម្លេង Mic នេះផ្ទាល់តែម្ដងតែទីតាំងដែលខ្ញុំឈរនេះគឺមានសម្លេងរំខានជាច្រើនហើយយើងមិនទាន់ប្រើមុខងារកាត់ noise សម្លេងនេះចេញនោះទេតោះចង់ដឹងថាវីដេអូបន្ទាប់ដែលយើងកាត់ noise សម្លេងចេញវាមានលក្ខណៈខុសគ្នាបែបណាហើយនេះជាវីដេអូដែលយើងបានប្រើមុខងារកាត់សម្លេង noise ចេញបងប្អូនទាំងអស់គ្នាស្ដាប់មើលតើវាមានលក្ខណៈខុសគ្នាបែបណានៅពេលដែលយើងមិនទាន់ប្រើហើយនឹងប្រើហើយមិនតែប៉ុណ្ណោះវាក៏មាន app នៅក្នុងទូរស័ព្ទដែលយើងអាចបញ្ជាកាត់ noise សម្លេងនេះចេញពីក្នុងទូរស័ព្ទបានថែមទៀតផង